វាបង្កើត WeChat ដោយមិនចាំបាច់ scan សូមចុចលើពាក្យ Sign up បន្ទាប់មកជ្រើសរើសការបង្កើតតាមរយៈ Facebook បំពេញ email password រួចចុច Login បន្ទាប់ពីចូលគណនីរួចរាល់ចុចពាក្យ Not now បន្ទាប់មកចុចលើពាក្យ Continue រង់ចាំវាដំណើរការរួចចុចលើពាក្យ Sign up ចុចរកពាក្យ Cambodia បន្ទាប់មកបងប្អូនត្រូវការបំពេញលេខទូរស័ព្ទដោយលេខទូរស័ព្ទសម្រាប់បង្កើត WeChat បងប្អូនអាចទិញពី website SMSX online បានចូលទៅក្នុង Google រួចវាយពាក្យ www.smsx online នឹងបានឃើញលេខសម្រាប់បង្កើត WeChat ឬសម្រាប់បង្កើត app ផ្សេងៗជាច្រើននេះគឺជារបៀបទិញលេខសម្រាប់បង្កើត WeChat ងាយៗពី website SMSX online ដែលលេខសម្រាប់បង្កើត WeChat នោះមានតម្លៃធូរថ្លៃហើយបងប្អូនអាចទិញតាមរយៈ online បានដើម្បីចូលទៅប្រើប្រាស់ website បានសូមបងប្អូនបំពេញ email និង password log ចូលរួចរាល់បងប្អូននឹងបានឃើញដូចនៅក្នុងវីដេអូហើយបងប្អូនចង់បង្កើត WeChat ដូច្នេះសូមបំពេញអក្សរ WeChat ទៅក្នុងកន្លោនដែលមានសញ្ញាសួរបន្ទាប់មកបងប្អូនជ្រើសរើសយកប្រទេស Cambodia បន្ទាប់ពីបានបំពេញរួចរាល់សូមបងប្អូនចុចទៅលើពាក្យ SIM 1ហើយចុចទៅលើរូបកន្ត្រកបន្ទាប់ពីចុចដាក់កន្ត្រករួចរាល់បងប្អូននឹងបានឃើញលេខទូរស័ព្ទសូមចុច copy លេខទូរស័ព្ទនោះយកទៅបំពេញកន្លែង phone រួចបំពេញ password បន្ទាប់មកចុចយកពាក្យ accept and continue សូមចុចលើពាក្យ I have read បន្ទាប់មកចុចលើពាក្យ next រង់ចាំឲ្យវាដំណើរការរួចចុចលើពាក្យ start បងប្អូននឹងបានឃើញរូបភាពសូមជ្រើសរើសរូបភាពដែលដូចគ្នាបន្ទាប់មកចុចលើពាក្យថា start ហើយបំពេញ email ឲ្យបានត្រឹមត្រូវនឹងមានលោតសារទៅក្នុង emailបន្ទាប់មកសូមធ្វើការឆែក email ដើម្បី verify ចូលទៅក្នុង email ដើម្បីឆែកមើលសាររួចចុចយកពាក្យ click confirm បន្ទាប់មកនឹងលោតបង្ហាញថា email verify ដោយបងប្អូនមានតម្រូវការ skip scan ដូច្នេះសូមចុចត្រឡប់ក្រោយរហូត WeChat បង្ហាញឲ្យប្រើប្រាស់ Visa Card បានបន្ទាប់ពីចុចត្រឡប់ក្រោយរួចរាល់សូមបងប្អូនចុចលើពាក្យថា start ហើយជ្រើសរើសរូបភាពដែលដូចគ្នាបន្ទាប់មកចុចលើពាក្យ OK ហើយចុច start ម្ដងទៀតបន្ទាប់មកបងប្អូននឹងបានឃើញជម្រើស security មាន3សូមបងប្អូនចុចយកខាងក្រោមគេបង្អស់បន្ទាប់មកជ្រើសរើសយកពាក្យ add a bank card ដែលមាននៅក្នុងប្រអប់ក្រហមមកដល់ចំណុចនេះបងប្អូនត្រូវតែទិញ Visa Card ដើម្បីបង្កើត WeChat ដោយមិនជាប់ scan នេះជារបៀបទិញ Visa Card សូមចូលទៅកាន់ Google រួចវាយពាក្យ SMSX online បំពេញ email password រួចរាល់បងប្អូននឹងបានឃើញការដាក់លក់លេខសម្រាប់បង្កើត app ជាច្រើនដើម្បីចូលទៅទិញ Visa Card ឬទិញលេខផ្សេងៗតម្រូវឲ្យបងប្អូនធ្វើការដាក់ប្រាក់ដើម្បីដាក់ប្រាក់សូមចុចលើសញ្ញាលេខបូកបន្ទាប់មកបងប្អូនចុចទៅលើពាក្យ QR Cambodia រួចចុចលើពាក្យ recharge ចុចលើពាក្យ enter payment amount ចុចបំពេញចំនួនលុយដែលបងប្អូនចង់ដាក់ការដាក់ប្រាក់តម្រូវឲ្យបងប្អូនដាក់យ៉ាងតិចចាប់ពី$3ឡើងទៅបន្ទាប់ពីដាក់ប្រាក់រួចរាល់សូមបងប្អូនចុចលើពាក្យ add money បញ្ជាក់ QR code មួយអាចធ្វើការ scan ដាក់ប្រាក់បានតែមួយលើកប៉ុណ្ណោះហើយ QR code ខាងលើមាននាទីកំណត់ត្រឹមតែ5នាទីបន្ទាប់ពីបងប្អូនធ្វើការ scan ប្រាក់រួចរាល់ហើយសូមចុចលើពាក្យ add money ក្រោយពីការដាក់ប្រាក់តាមការណែនាំរួចរាល់បងប្អូននឹងទទួលបានសាច់ប្រាក់ចូលទៅក្នុងគណនីរបស់បងប្អូនបន្ទាប់មកចុចត្រឡប់ក្រោយដើម្បីយកសញ្ញាត្រី3សញ្ញាត្រី3រួចរាល់សូមចុចលើពាក្យ ready made account បន្ទាប់មកនឹងបានឃើញ Visa Visual Card ដែលមាន3ជម្រើសមានបង្ហាញចំនួនកូដនិងតម្លៃជាក់លាក់នៅលើនឹងផងដែរដើម្បីទិញសូមបងប្អូនចុចទៅលើពាក្យ Visa Card មួយណាដែលបងប្អូនចង់បានឧទាហរណ៍ទិញមួយកូដចុចលើ Visa Card មួយកូដរួចយកពាក្យ Instant Buy អូសឡើងលើបន្តិចបន្ទាប់មកចុចយកពី Order History បន្ទាប់មកនឹងបានឃើញ Data Visa Card ដែលបងប្អូនបានទិញចុច Copy ទៅលើ Data Visa Card បន្ទាប់មកផ្ញើទៅកាន់ Support តាមរយៈ Telegram ការងារនឹងធ្វើការឆ្លើយតបតាមរយៈ Telegram ត្រឡប់មកវិញហើយផ្ដល់ឲ្យនៅលេខ Visa Card ប្រភេទ Card មាន Visa និង Mastercard ថ្ងៃខែផុតកំណត់ CVV Code ផងដែរបន្ទាប់មកបំពេញ Password ឲ្យបានត្រឹមត្រូវបំពេញ password រួចរាល់ចុចលើពាក្យ continue រង់ចាំឲ្យវាដំណើរការរួចបង្ហាញថា verify ទទួលបានជោគជ័យបន្ទាប់មកបងប្អូននឹងបានឃើញពាក្យថា verify code យកលេខកូដពីលេខទូរស័ព្ទដែលបងប្អូនបានទិញពី website SMSX មុននេះបន្តិចមកបំពេញរួចចុចលើពាក្យ next បន្ទាប់ពីវាដំណើរការបងប្អូននឹងបានឃើញពាក្យថា find friend ជ្រើសរើសយកពាក្យ OK បន្ទាប់មកយកពាក្យ I have read and understand រួចចុច I have read ម្ដងទៀតបន្ទាប់មកយកពាក្យ done ចុចបើក service ផ្សេងៗដូចក្នុងវីដេអូដូច្នេះការបង្កើត WeChat របស់បងប្អូនទទួលបានជោគជ័យហើយ